ការប្រឹងដិតចិត្តហ្នឹងក្រុមមេធាវីការពារក្តីឲ្យលោកខៀវសំផននិងលោកនួនជាបានអះអាងថាការធ្វើពហិការមិនចូលរួមក្នុងសវនាការវគ្គទី2នេះគឺដោយសារពួកខ្លួនត្រូវការពេលវេលាច្រើនថែមទៀតដើម្បីត្រៀមខ្លួនឲ្យបានប្រសើរជាងនេះក្នុងការតតាំងក្តីនៅក្នុងសវនាការថ្លែងនៅក្នុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ទី18ខែតុលានេះលោកសុនអរុនសហមេធាវីការពារក្តីឲ្យលោកនួនជាបានថ្លែងថាក្រុមរបស់លោកកំពុងមមាញឹករៀបចំបណ្ដឹងសារទុកទៅតុលាការកំពូលដូច្នេះក្រុមមេធាវីរបស់លោកគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការការពារកូនក្តីរបស់លោកឲ្យមានប្រសិទ្ធភាពនៅក្នុងសវនាការវគ្គទី2នេះទេយើងពិនិត្យមើលឃើញថាការប្រឹងដិតចិត្តរបស់មេធាវីនួនជានឹងហើយត្រូវតែអនុវត្តការប្រឹងដិតចិត្តហ្នឹងឲ្យមានចម្លើយសិនហើយមេធាវីទាំងពីរចាំមើលថាតើចម្លើយហ្នឹងវាយ៉ាងម៉េចណាហើយយើងត្រូវធ្វើយ៉ាងម៉េចទៀតកាលណាមិនទាន់មានលទ្ធផលនៃការប្រឹងដិតចិត្តផងមិនទាន់ឆ្លើយផងប្រឹងដិតចិត្តហ្នឹងវាជាការមួយត្រូវការបញ្ញត្តិប៉ុន្តែតុលាការពជាដើម្បីទាញរឿងអាករណី02លើ02ហ្នឹងយកមកដាក់គៀបសង្កត់មកលើមេធាវីនិងកូនក្តីអាត្រង់ហ្នឹងមួយបានជាការសម្រេចចិត្តរបស់មេធាវីការពារលោកនួនជាហ្នឹងដើរចេញនៅពេលហ្នឹងជាមួយគ្នាយើងមិនចង់ឲ្យមានដូចគ្នាដែរលោកកុងសំអនសហមេធាវីការពារក្តីឲ្យលោកខៀវសំផនបានលើកឡើងថាក្រុមរបស់លោកមិនអាចការពារកូនក្តីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពបានទេនៅពេលដែលសាលាក្តីខ្មែរក្រហមបើកសវនាការសំណុំរឿងលេខ002វគ្គទី2នេះក្នុងខណៈពេលដែលក្រុមមេធាវីរបស់លោកកំពុងរៀបចំបណ្ដឹងសារទុកប្រឆាំងនឹងសាលក្រមនៅវគ្គទី1នោះហើយបើសិនជាយើងបណ្ដោយឲ្យសវនាការនេះធ្វើទៅបានក្នុងពេលដែលយើងកំពុងតែរៀបចំបណ្ដឹងសារទុកអញ្ចឹងវាធ្វើឲ្យការងាររបស់យើងទាំងពីរចុះខ្សោយបីថាគ្មានគុណភាពទេទាំងសវនាការក៏គ្មានគុណភាពទាំងការរៀបចំបណ្ដឹងសារទុកក៏គ្មានគុណភាពបាទដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់លោកខៀវសំផនដែលជាជនជាប់ចោទនៅក្នុងនីតិវិធីនេះបាទប៉ះពាល់យ៉ាងម៉េចបានន័យថាគាត់មិនបានទទួលនៅការការពារដែលមានប្រសិទ្ធភាពទេបាទអង្គជំរះសម្រាប់ផ្ដន់ទាទោសជនជាប់ចោទនួនជាដាក់ពន្ធនាគារអស់មួយជីវិតអង្គជំរះសម្រាប់ផ្ដន់ទាទោសជនជាប់ចោទខៀវសំផនដាក់ពន្ធនាគារអស់មួយជីវិតកាលពីខែសីហាកន្លងទៅនេះលោកនួនជាអតីតបងធំទី2នៃរបបខ្មែរក្រហមនិងលោកខៀវសំផនអតីតប្រមុខរដ្ឋនៃរបបនោះត្រូវបានអង្គជំនុំជម្រះសាលាដំបងនៃសាលាក្តីខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិការកាត់ទោសនៅក្នុងសំណុំរឿងលេខ002វគ្គទី1នោះផ្ដោតទៅលើការជំនះប្រជាជនចេញពីទីក្រុងភ្នំពេញនិងការទទួលខុសត្រូវរបស់ជនជាប់ចោទទាំងពីរក្នុងការស្លាប់ប្រជាជនជិត2លាននាក់នៅក្នុងរបបដែលពួកគេគ្រប់គ្រងចន្លោះពីឆ្នាំ1975ដល់1979ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទទាំងពីរបានប្រកាសប្តឹងសារទុកជំទាស់ទៅនឹងសាលក្រមនោះហើយបានស្នើអង្គជំនុំជម្រះសាលាដំបងពន្យាការចាប់ផ្ដើមសំណុំរឿង002វគ្គទី2ដែលផ្ដោតទៅលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មមួយចំនួនទៀតប៉ុន្តែអង្គជំនុំជម្រះសាលាដំបងបានច្រានចោលសំណើរបស់ក្រុមមេធាវីនោះហើយបានចាប់ផ្ដើមដំណើរការជំនុំជម្រះក្តីសំណុំរឿង002វគ្គទី2នេះកាលពីថ្ងៃសុក្រទី17ខែតុលានេះអរគុណលោកសុនអរុនសហមេធាវីការពារក្តីឲ្យលោកនួនជាមានប្រសាសន៍ថាក្រៅពីបណ្ដឹងសារទុកក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទទាំងពីរក៏ត្រូវរងចាំការសម្រេចលើបណ្ដឹងដិតចិត្តឬបណ្ដឹងដេញចៅក្រមចំនួន4រូបក្នុងចំណោមចៅក្រម5រូបនៃអង្គជំនុំជម្រះសាលាដំបងចេញពីក្រុមប្រឹក្សាជំនុំជម្រះសិនមុននឹងពួកខ្លួនចូលរួមនៅក្នុងសវនាការវគ្គទី2នេះពេលដែលប្រឹងដិតចិត្តលទ្ធផលនៃការប្រឹងដិតចិត្តរបស់ក្រុមមេធាវីហ្នឹងបានគេឆ្លើយមកវិញសិនហើយពេលនោះបានសម្រេចថានឹងត្រូវចូលឬមិនចូលធ្វើមិនទៀតការលេខលឺឈ្មោះអីផ្សេងលោកនេតភក្ត្រាអ្នកនាំពាក្យម្នាក់របស់សាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថាកង្វះពេលវេលាសម្រាប់ការត្រៀមខ្លួនក្នុងសវនាការកើតឡើងគ្រប់ភាគីពាក់ព័ន្ធដោយរួមទាំងបរិយាអាជ្ញានិងភាគីដែលមិនដឹងរដ្ឋបវេនីផងមិនមែនចំពោះតែភាគីមេធាវីការពារក្តីឲ្យជនជាប់ចោទនោះទេដូច្នេះលោកថ្លែងថាការធ្វើពហិការរបស់ក្រុមការពារក្តីឲ្យលោកនួនជានិងលោកខៀវសំផននេះគឺគ្រាន់តែជាយុទ្ធសាស្ត្រមួយរបស់មេធាវីការពារក្តីតែប៉ុណ្ណោះយុទ្ធសាស្ត្រនៃការប្រើប្រាស់របស់ក្រុមមេធាវីគឺគាត់មានយុទ្ធសាស្ត្ររៀងៗខ្លួននៅក្នុងការការពារក្តីប៉ុន្តែអ្វីដែលអង្គជំនុំជម្រះសាលាដំបងលោកធ្វើគឺដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍យុត្តិធម៌គឺការឆ្លើយតបទៅនឹងការចង់បានយុត្តិធម៌របស់ជនរងគ្រោះក៏ដូចជាធ្វើការជំនុំជម្រះក្តីឲ្យបានឆាប់រហ័ស
ឆ្លើយតបទៅនឹងការចង់បានរបស់ជនជាប់ចោទផងដែរហើយអ្វីៗគឺប្រព្រឹត្តទៅតាមនីតិវិធីច្បាប់លោកជំមីអតីតអ្នករស់រានមានជីវិតម្នាក់ពីគុកទួលស្លែងក្នុងរបបខ្មែរក្រហមមានប្រសាសន៍ថាលោកចង់ឃើញសាលាក្តីខ្មែរក្រហមធ្វើយ៉ាងណាយកជនជាប់ចោទទាំងពីរមកក្នុងសាវនាការកាត់ទោសក្នុងសំណុំរឿង002វគ្គទី2នេះឲ្យបានអ្នកខ្លំមើលដំណើរការសាលាក្តីខ្មែរក្រហមលោកឡុងបញ្ញវុឌ្ឍមកពីគម្រោងកម្មវិធីយុត្តិធម៌នៅកម្ពុជាបានថ្លែងថាតុលាការគួរតែរកវិធីសាស្ត្រយ៉ាងណាដើម្បីធានាឲ្យមានយុត្តិធម៌ដល់ទាំងជនរងគ្រោះផងទាំងជនជាប់ចោទផងយ៉ាងណាក៏ដោយលោកនេតភក្ត្រានៃសាលាក្តីខ្មែរក្រហមបានឲ្យដឹងថាបញ្ហាដែលលើកឡើងដោយក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទទាំងពីរនេះនឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរៀបចំសវនាការនៅថ្ងៃទី21ខែតុលាខាងមុខនេះពីរាជធានីភ្នំពេញខ្ញុំសាយមុនី VOA